សិក្សាអំពីរូបមន្ត Edge Lookup Edge Lookup គឺជារូបមន្តរកទិន្នន័យតាមជួរដេក Syntax Edge Lookup បើកមុខកញ្ចក់ Lookup Value, Table Array, Row Index Number, Rank Lookup បិទមុខកញ្ចក់មកតោះអញ្ចឹងយើងមើល Lookup Value មានន័យថាទិន្នន័យដែលត្រូវស្វែងរក Table Array តារាងនៃទិន្នន័យ Row Index Number មានន័យថាលេខរៀងនៃជួរដេករបស់ទិន្នន័យតោះអញ្ចឹងយើងមើលក្នុងការអនុវត្តជាក់ស្ដែងនៅលើ Microsoft Excel យើងទី1យើងវាយទិន្នន័យនេះចូលដោយបង្កើតនៅលើបាទ sheet ឈ្មោះថា Edge Lookup តមកទៀតគឺតារាងនេះគឺយើងអាច copy ទិន្នន័យមកពីលំហាត់មុនតសំណួរគេសួរថា1ចូលរក last name ដែលបង្ហាញតាមជួរដេកត្រង់ជួរទី4អញ្ចឹងមានន័យថាគេចង់ដឹងកន្លែង last name នេះបាទជួរទី4ពីលើមកតើបាទត្រូវនឹងឈ្មោះអីតោះអញ្ចឹងយើងមើលការប្រើប្រាស់ទី1យើងស្មើបាន void age មក l មកអញ្ចឹង age lookup អញ្ចឹងគ្រាន់តែ void age l មកឃើញចេញ age lookup ហើយ click លើ2ដងបន្តមកទៀតគឺយើង select ទៅលើបាទ last name យើងបាទ comma មួយមករួចយើង select លើតារាងយើងអញ្ចឹងអូសតាំងពី last name ហ្នឹងរហូតមកដល់បាទអស់ទិន្នន័យហ្នឹងមកបន្តមកទៀត comma តទៀតអញ្ចឹងយើងត្រូវការទិន្នន័យបាទជួរទី4នេះអញ្ចឹងយើងវាយលេខ4ចូលរួច enter អញ្ចឹងយើងមើលចម្លើយគឺឈ្មោះសុកលេងតើត្រឹមត្រូវអត់អញ្ចឹងមើលនេះសុកលេងការរាប់គឺយើងត្រូវរាប់តាំងពីបាទ cell ដំបូងគេដែលយើង select ព្រោះយើង select ដំបូងគេតាំងពី cell last name អញ្ចឹងមានន័យថា cell last name នេះទី1ទី2ទី3ទី4អញ្ចឹងត្រឹមត្រូវហើយតោះអញ្ចឹងយើងមើលនេះចូលរក salary ដែលបង្ហាញតាមជួរដេកត្រង់ជួរទី5អញ្ចឹងដូចគ្នាដែរយើងចង់ដឹង salary នេះរាប់ពីលើមកបាទ cell ទី5ហ្នឹងមួយណាបាទអញ្ចឹងទី1យើងស្មើ Edge Lookup រួច select ទៅលើ salary comma មួយទៀតមកបានយើងអូសលើតារាងយើងទាំងអស់ comma មកបានយើងវាយលេខ5ចូលរួច enter បាទអញ្ចឹងពេលហ្នឹងគឺឃើញ3រយអញ្ចឹងយើងមើលខ្សែនេះទី1ទី2ទី3ទី4ទី5នេះ3រយអញ្ចឹងឧទាហរណ៍ខ្ញុំកែ3រយនេះទៅជា555អញ្ចឹងឃើញចម្លើយនេះគឺដូរទៅ555ហើយអញ្ចឹងយើង undo វិញមកបាទឬក៏មួយទៀតយើងមើលក្នុងការ select នឹងស្មើបាទ Edge Lookup យើង select ទៅលើ salary នឹងហើយបាទ comma មកគឺយើងអាច select លើតារាងទាំងអស់មកបាទ comma មួយទៀតគឺយើងវាយលេខ5ចូលរួច enter អញ្ចឹងឃើញ300ដូចគ្នាអញ្ចឹងក្នុងការ select ទិន្នន័យនេះយើងអាច select តារាងទាំងអស់ក៏បានឬក៏យើងចម្លើយនេះគឺយើង select តែមួយជួរហ្នឹងក៏បានដែរបាទទិន្នន័យហ្នឹងគឺដូចគ្នាអញ្ចឹងយើងសាកដូរកន្លែងនេះមកឧទាហរណ៍ទិន្នន័យនេះទី1ទី2ទី3ទី4ទី5អញ្ចឹងយើងដូរទៅជាលេខ111អញ្ចឹងពេលហ្នឹងដូរ11ទាំងពីរឧទាហរណ៍យើងដូរទៅ AAA អញ្ចឹងចម្លើយ AA ទាំងពីរអញ្ចឹងមានន័យថាលំហាត់របស់យើងត្រឹមត្រូវហើយអញ្ចឹងយើង undo វិញមកចម្លើយធម្មតាវិញតោះអញ្ចឹងយើង select លើនេះយើង select ខាងលើនេះយើង mouse តាម copy escape មួយមករួចយើងវា apostrophe mouse តាម paste ដូចគ្នាដែរយើងអាចដាក់ពណ៌ហមអញ្ចឹងលំហាត់នេះដូចគ្នាយើង select លើនេះមក mouse តាម copy escape មកវិញគឺយើងបាទវា apostrophe mouse តាម paste បាទយើងអាចបាទ select ដាក់មក